នាពេលរាត្រីមួយដ៏សែនស្ងាត់មានព្យុះដ៏កាចសាហាវមួយបានបោកបោះមកលើនាវាចៅសមុទ្រដ៏ធំមួយឈ្មោះថាសត្វសមុទ្រខ្មៅរលកយ៉ាក់បោកបក់ខ្ទប់នាវាធ្វើឲ្យវាលិចលង់ខ្យល់គួតបានបំបែកកប៉ាល់ជាកំណាត់ធ្វើឲ្យនាវិកចៅសមុទ្របាត់បង់ការគ្រប់គ្រងប្រធានក្រុមចៅសមុទ្រពុកមាត់ខ្មាល់ឈ្មោះ Blackbeard បានព្យាយាមយ៉ាងខ្លាំងដើម្បីរក្សាកប៉ាល់ឲ្យនៅគង់វង្សប៉ុន្តែវាឥតប្រយោជន៍ពេលព្រឹកព្រលឹមខ្យល់ព្យុះបានស្ងប់ស្ងាត់ទៅវិញ Blackbeard បានភ្ញាក់ខ្លួននៅលើឆ្នេរខ្សាច់មួយដោយមានឈើនិងកំទេបាល់រាយប៉ាយជុំវិញគាត់មានអារម្មណ៍ឈឺចាប់ពេញខ្លួនគាត់បានក្រោកឡើងហើយមើលជុំវិញកោះនេះហាក់ដូចជាគ្មានមនុស្សរស់នៅហើយគ្មានសញ្ញានៃនាវារបស់គាត់ឡើយពួកគេពិតជាជាប់គាំងហើយមិនយូរប៉ុន្មានគាត់បានបើទះឃើញសមាជិកនាវិករបស់គាត់ពីរបីនាក់ទៀតដែលបានលាងសម្អាតមកលើច្រាំងពួកគេខ្លះមានរបួសប៉ុន្តែយ៉ាងហោចណាស់ក៏នៅរស់ការសង្គ្រោះពិតជាត្រូវការអ្វីដែលសំខាន់បំផុតគឺស្វែងរកអាហារពួកគេបានដើរទៅព្រៃហើយរកឃើញដើមដូងមួយចំនួនពួកគេបានបេះដូងដើម្បីបំបត្តិភាពស្រេកឃ្លានវាមិនមែនជាអាហារឆ្ងាញ់ដូចនៅលើកប៉ាល់ទេប៉ុន្តែវាអាចជួយសង្គ្រោះជីវិតបាន Blackbeard បានដឹកនាំក្រុមឲ្យរុករកកោះនេះព្រៃមានលក្ខណៈក្រាស់ហើយពោរពេញទៅដោយរុក្ខជាតិចម្លែកពួកគេមានអារម្មណ៍ថាមានគ្រោះថ្នាក់នៅគ្រប់ជ្រុងទាំងអស់នៅពេលល្ងាចពួកគេបានព្យាយាមសង់ចម្រោកបណ្ដោះអាសន្នពីស្លឹកត្នោតនិងម៉ែកឈើដែលបាក់បែកវាគ្រាន់តែជាចម្រោកទូចមួយប៉ុណ្ណោះប៉ុន្តែវាក៏អាចការពារពួកគេពីសត្វល្អិតនិងភ្លៀងបានដែរការស្វែងរកទឹកសាបគឺជារឿងបន្ទាប់ពីដើរជាច្រើនម៉ោងពួកគេបានរកឃើញប្រភពទឹកធម្មជាតិទូចមួយដែលហូរចុះពីភ្នំពួកគេបានស្រវឹងទឹកដែលក្តីរីករាយនៅក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍កប៉ាល់ដែលឆ្លងកាត់ពួកគេបានប្រមូលឈើស្ងួតជាច្រើនហើយព្យាយាមដុតភ្លើងសញ្ញាប៉ុន្តែឈើនៅសើមពេកហើយផ្សែងក៏មិនឡើងខ្ពស់ដែរថ្ងៃកាន់តែដើរទៅមុខភាពអស់សង្ឃឹមក៏កាន់តែកើនឡើងក្រុមចៅសមុទ្របានចាប់ផ្ដើមត្អូញត្អែនិងឆ្លោះប្រកែកគ្នា Blackbeard ត្រូវប្រើអំណាចរបស់គាត់ដើម្បីរក្សាសណ្ដាប់ធ្នាប់នៅពេលដែលពួកគេកំពុងស្វែងរកអាហារម្ដងទៀតនាវិកម្នាក់បានប្រទះឃើញដបមួយនៅក្នុងខ្សាច់នៅខាងក្នុងមានផែនទីចាស់មួយដែលមើលទៅដូចជាផែនទីកំណប់ភាពរីករាយបានចាប់ផ្ដើមត្រឡប់មកវិញដោយក្តីសង្ឃឹមថ្មី Blackbeard បានសម្រេចចាត់តាមដានផែនទីវាបាននាំពួកគេឆ្លងកាត់ព្រៃក្រាស់ឆ្លងកាត់ភ្នំទួតមួយនិងឆ្លងកាត់អូរមួយតាមផ្លូវពួកគេបានជួបសត្វព្រៃចម្លែកផ្លៃខ្លះជាសត្វស្លាបពណ៌ស្រស់ឆើតឆាយខ្លះជាស្វាដ៏ឆ្លាតវៃហើយខ្លះទៀតជាសត្វល្មូនទូចដែលមើលទៅគួរឲ្យខ្លាចទីបំផុតផែនទីបាននាំពួកគេទៅកាន់រងភ្នំលាក់កំបាំងមួយនៅខាងក្រោយទឹកធ្លាក់តូចមួយច្រកចូលត្រូវបានលាក់បាំងដោយរុក្ខជាតិវ៉ាពួកគេបានចូលទៅខាងក្នុងដោយប្រុងប្រយ័ត្ននៅក្នុងរងភ្នំពួកគេបានរកឃើញទ្រូងឈើចាស់មួយដោយក្តីរំភើបពួកគេបានបើកវាប៉ុន្តែជំនួសឲ្យមាសពេជ្រវាគ្រាន់តែមានសៀវភៅកត់ត្រាចាស់សម្លៀកបំពាក់រហែកនិងឆ្អឹងសត្វមួយចំនួនប៉ុណ្ណោះខកចិត្តយ៉ាងខ្លាំងពួកគេបានត្រឡប់ទៅឆ្នេរវិញស្រាប់តែនាវិកម្នាក់បានស្រែកថាកប៉ាល់នៅឆ្ងាយពួកគេបានឃើញចំណុចតូចមួយនៅលើជើងមេឃភ្លាមនោះពួកគេក៏បានប្រញាប់ប្រញាល់ទៅរកឈើស្ងួតដើម្បីដុតភ្លើងសញ្ញាម្ដងទៀតលើកនេះពួកគេបានប្រើប្រាស់កន្សែងនិងសម្ភារៈផ្សេងទៀតដើម្បីផ្កើនផ្សែងឲ្យកាន់តែច្រើនទីផិតផ្សែងខ្មៅដ៏ធំបានទាក់ទាញចំណាប់អារម្មណ៍កប៉ាល់នោះវាបានចាប់ផ្ដើមផ្លាស់ប្ដូរទិសដៅហើយឆ្ពោះមកកាន់កោះរបស់ពួកគេក្រុមចៅសមុទ្របានស្រែកហូដោយក្តីរីករាយមិនយូរប៉ុន្មានទូកទូចមួយត្រូវបានបញ្ជូនមកលើច្រាំងហើយក្រុមចៅសមុទ្រ Blackbeard ក៏បានឡើងលើនាវានោះពួកគេបានចាក់ចែងពីកោះដោយក្តីរីករាយប៉ុន្តែជាមួយនឹងមេរៀនជាច្រើនដែលបានរៀនពីបទពិសោធន៍ដ៏លំបាកមួយ